មានទេដែលគាត់បានធ្វើទីបន្ទាត់ហ្នឹងហើយតើមួយទៀតខ្ញុំមាន announcement ប្រចាំសប្តាហ៍យើងក្រុមព្រះរាជយើងមាន ministry នៅស្រុកខ្មែរណា we support 3 local churches in Cambodia so ពួកយើងមានវិស័យកម្មដែរជួយព្រះរាជតាមជនបទនៅក្នុងខ្មែរយើងតើមួយទៀតថ្ងៃទី22ឆ្នាំក្រោយអង្គការស្នេហាមានក្រុមការលោកទៅដល់បានគេមានធ្វើកម្មវិធីមួយ fundraising សម្រាប់ជួយប្រជាជនយើងក្រីក្រគឺអត់មានសាសនាអត់មាននយោបាយអត់មានទេគឺជួយប្រជាជនយើងនៅកម្ពុជាយើងតែគាត់ក្រីក្រនឹងបាទគេជួយគេធ្វើនៅប៉ោយប៉ែតថ្ងៃទី21ឆ្នាំខែ2នឹងខ្ញុំប្រហែលនឹងទៅជួបលោកណាគេជួយដែរហើយខ្ញុំប្រហែលទៅខែនេះគាត់អត់ដឹងច្បាស់ទេទៅគុំនងគេចង់ចែកក្រីក្រក្នុងមួយគ្រួសារនោះតែ30ឆ្នាំគឺឡើងទេបាទទៅយើងខែមុខខែនេះយើងទៅចាប់ដើមមកប៉ុន្តែយើងដើម្បីជួយប្រជាជនខ្មែរយើងរបស់បងប្អូនក៏ឃើញផ្ទាល់នេះគាត់ថានៅក្នុងក្រុមខ្មែរគាត់ថាតែនៅគឺនៅកន្លែងចាក់ធូបសម្រាប់នៅតាមប៉ុយប៉ែជាជនយើងគ្រប់គ្នានៅចាំតាសម្រាប់ចាក់ខាងទៅរឹកខ្ញុំបងប្អូនចាំនៅបងប្អូនហើយច្រកបាទបាទចាំបាទអនុបងមនីចាំមានទេគាត់ហៅបងមនីរិនរ៉ាលី That's okay, sir. Forgiven. Okay. សូមអរគុណដល់ក្រុមជំនុំនិងភៀវមកពីរដ្ឋផ្សេងពីភាសាបានគឺតែចេះច្រើនពេកទេនិយាយខ្មែរចុះ Okay. I was going to do it 2 languages but it's okay. We just keep one language because of the timing. Okay អរគុណច្រើនណាខ្ញុំមានកំណងមែនតើទី1គឺខ្ញុំចង់និយាយពីតាសញ្ញាបាទអូខេមានក្រុមជំនុំអ្នកគេផ្សេងខ្ញុំឈ្មោះរ៉នខៀវជាហូតម៉ូនីខៀវប៉ុន្តែដោយសារខ្ញុំមានក្រុមទរយប្រហែលជាដូចសេរីបងខ្ញុំដែរគេតែងជាច្រឡំតើណាមកណាចឹងទៅគេថាខ្ញុំឆ្វៅឆ្វៃតែគឺគាត់គេធ្លាប់ស្គាល់គ្រូម្នេះថាកាលអីបានជាគាត់លើកនេះមកអត់និយាយរកខ្ញុំកុំមកពីសាកទាំងអស់អូខេអរគុណច្រើនតែខ្ញុំចង់ធ្វើទីបន្ទាល់ខ្លីមួយពី2អាទិត្យមុនគឺខ្ញុំឡើងធ្វើទីបន្ទាល់មួយយ៉ាងខ្លីដែរនៅក្នុងក្រុមជំនុំនេះបាទខ្ញុំមករស់នៅផ្លាស់មកពីរំដៅមកពីរដ្ឋជូជា3ឆ្នាំមុនខ្ញុំទៅរស់នៅទីក្រុងមួយនៅកណ្ដាលខាង Central កណ្ដាលនៃរដ្ឋ Florida ឈ្មោះទីក្រុង Winter Haven នៅទីនោះហើយខ្ញុំបាននៅប្រហែល3ឆ្នាំចូលឆ្នាំទី2កន្លងមកខ្ញុំទិញផ្ទះពីសង់តាំងពីដើមដំបូងមកបាទតាំងពីដីមកទិញដីមកហើយសង់ផ្ទះមកខ្ញុំនៅអត់បានខ្ញុំមានអតីតជំងឺខាង allergy ទោះធម្មជាតិមួយខ្យល់អាកាសអីគ្រប់សពគ្រប់ទាំងអស់ធ្វើឲ្យខ្ញុំឈឺទៅខ្លាំងមែនទែនបាទខ្ញុំនៅអត់បានហើយខ្ញុំមកទិដ្ឋានព្រះអង្គជា1ឆ្នាំហើយថាព្រះអង្គខ្ញុំប្រុងសង់ផ្ទះនេះគឺខ្ញុំចង់រស់នៅទីនេះប៉ុន្តែហេតុអីប៉ុន្តែដោយសារយើងនៅទិដ្ឋានព្រះអង្គថាព្រះអង្គបើសិនជាព្រះអង្គមិនសពថាទៅឲ្យខ្ញុំរស់នៅទីនេះទេទៅកន្លែងណាខ្ញុំទៅដែរហើយខ្ញុំមកទិដ្ឋានពីព្រះអង្គអស់ពីចិត្តព្រះអង្គបានចិត្តខ្ញុំហើយខ្ញុំគ្មានមិត្តភ័ក្តិច្រើនទេខ្ញុំស្គាល់ក្រុមជំនុំជាច្រើននៅខាងនៅ East Coast West Coast នៅផងពុកកន្លែងហ្នឹងហើយរហូតដល់ Saint Peter អីច្រើនណាស់ប៉ុន្តែដូចជាបងជាបងខ្ញុំប៉ុន្តែខ្ញុំសាច់ញាតិនៅក្នុង Florida នេះគឺអត់មានទៀតទេបាទដល់ក្រោយមកខ្ញុំមកទិដ្ឋានព្រះអង្គបានរៀបចំការដល់បាទពេលថ្មីនេះខ្ញុំមកនៅស្នាក់នៅ Palm Coast ហើយខ្ញុំនៅផ្ទះបណ្ដោះសន្និសិទតម្រាំគេកាត់ឈ្មោះផ្ទះខ្ញុំផ្ទះថ្មីបាទខ្ញុំក្រុមទៅនៅថ្ងៃសៅរ៍មុនហ្នឹងគឺខ្ញុំបានរើទៅនៅផ្ទះថ្មីរបស់ខ្ញុំបានមួយទឹកមួយថ្ងៃអរគុណបងមែនតើ
មកដល់នេះអរគុណដល់ក្រុមជំនុំក្រុមបរោះបានជួយខ្លះៗហើយខ្ញុំមកនេះគឺអត់មានឲ្យដំណឹងឲ្យអ្នកដល់ក្រុមជំនុំអ្វីទេខ្ញុំចង់មកដោយភាពស្ងាត់ low profile low profile ប៉ុន្តែខ្ញុំរស់ដោយសេចក្តីជំនឿមិនមែនថាសាជាខ្ញុំជឿថាអ្វីដែលព្រះអង្គនាំបណ្ដាចិត្តបើកផ្លូវឲ្យខ្ញុំទៅដល់ទីណាព្រះអង្គនឹងប្រទានជំនួយបានន័យថា helpers មានន័យថាព្រះអង្គទានជំនួយគាត់មកដល់ព្រាមគឺថាខ្ញុំអត់បាច់និយាយទៅណាទេបងហ្សាក់រត់មកតែម្ដងជាថ្ងៃមកដល់នៅចិត្តផ្ទះគាត់មកដល់គាត់តាក់ទងចង់ត្រូវការអីខ្លះខ្ញុំនិយាយប្រាប់គាត់ទៀតហើយគាត់ដែលរៀបចំអង្គរៈរបស់គាត់ក្រុមធីមរបស់គាត់ជួយខ្ញុំមូលរហូតហ្នឹងហើយទៅផ្ទះរបស់ខ្ញុំអរគុណព្រះអង្គមែនតើហើយគឺការអស្ចារ្យមែនតើនឹងមានមួយទៀតសំណួរបងដោយសារខ្ញុំរវល់ខ្លាំងហើយខ្ញុំគិតខ្លាំងច្រើនទៀតចំជាកិច្ចការងារជាច្រើនលុបផ្ទះស្អីទិញផ្ទះពេលទន្ទឹមគ្នាបងប្អូនហើយខ្ញុំអត់ប្រើ real estate agent ទេពេលព្រោះខ្ញុំចង់សំលុយខ្លះពេលព្រោះ6 to 6.5% ពី6ទៅ6កន្លះនៃភាគរយហើយ commission កម្រៃរបស់គឺខ្ញុំចង់សំលុយគឺខ្ញុំខ្លួនឯងឡោះវា overwhelm បានន័យថាវាហួសកម្រិតរបស់ខ្ញុំបាទក្នុងគូក្បាលរបស់ខ្ញុំស្រាប់តែជំងឺរបស់ខ្ញុំវាកើតឡើងមកវិញគេហៅថា vertigo ជំងឺវិលមកដល់នេះបានថាជាមួយទឹកបាទខ្ញុំចាំដើមជំងឺវិលបាត់ vertigo ខ្ញុំប្រហែលជាបាទអ្នកដែលធ្លាប់ស្គាល់បាទថាជំងឺនេះជាជំងឺបាទអាក្រក់មែនតើបើថាវិលខ្ញុំគឺដូលខ្ពស់ It's a very very terrible disease ហើយវាត្រឡប់មកវិញបាទ6ឆ្នាំមុនខ្ញុំមានវានៅតែ2ថ្ងៃទេប៉ុន្តែឥឡូវនេះវានៅជាមួយខ្ញុំពេល2អាទិត្យហើយប៉ុន្តែខ្ញុំ getting better ប៉ុន្តែខ្ញុំបានគ្រាន់បើជាមួយខ្ញុំចង់ឲ្យក្រុមជំនុំបន្តទីឋានខ្ញុំទៀតម្សិលមិញហ្នឹងសួរដែលខ្ញុំដែលគេមកស្អាណាថាខ្ញុំទៅ2អាទិត្យមកថាមកទេខ្ញុំថា day by day one day at a time ខ្ញុំថាពីថ្ងៃមួយទៅថ្ងៃមួយបើសិនជាព្រះអង្គប្រោះឲ្យខ្ញុំបានមានកម្លាំងគ្រប់គ្រាន់ល្មមដែលខ្ញុំអាចបើកឡានបានគឺខ្ញុំនឹងទៅហើយថ្ងៃនេះព្រះអង្គឲ្យខ្ញុំមានកម្លាំងបែបលើកឡើងទៅ